ឬសូសានេះបងប្អូននឹងបានទទួលព័ត៌មានច្រើនតាក់ទងនឹងការត្រៀមខ្លួនអ្នកដែលសុំសិទ្ធិជ្រកកោននយោបាយដែលអាមេរិកព្រមឲ្យទទួលជាពិសេសឆ្លងកាត់ទៅថៃទៅអីហ្មង UN ណាអង្គការសហជីវជាតិគេខំប្រឹងពិចារណាដល់ទម្រាំបញ្ជូនមកដល់អាមេរិកហ្នឹងគឺថាច្រើនកលៈច្រើនលើណាហ្មងមកដល់ណាអញ្ចឹងគឺទទួលស្គាល់ដៃ10ហើយអត់មានបញ្ហាអីទៀតទេមានកន្លែងស្នាក់នៅរៀបចំរកការងាររកអីផ្ទះសម្បែងឲ្យស្នាក់នៅបានយ៉ាងគត់មុតហើយកុំនិយាយតែរឿងទៅបញ្ជូនទៅវិញមានតែរកកន្លែងឲ្យរស់នៅនឹងបានសុខស្រួលមែនតើក៏ប៉ុន្តែគេអាចនឹងលុបឋានៈជាអ្នកសុំសិទ្ធិជ្រកកោននយោបាយនឹងបានក្នុងករណីដែលយើងឧទាហរណ៍ថាមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយប៉ុន្តែស្រាប់តែថាយើងគិតពីការធ្វើទុកបុកម្នេញរបស់រដ្ឋបាលលោកហ៊ុនសែនឧទាហរណ៍យើងថាយើងគេចាប់ប្រផាត់ចាប់ប្រភីងមកគេធ្វើទុកបុកម្នេញបានគេឲ្យសិទ្ធិរស់នៅដោយស្របច្បាប់ជាជនសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅអាមេរិកហើយស្រាប់តែត្រឡប់ទៅប្រទេសកម្ពុជាវិញឬក៏ស្រាប់តែមកចាប់ផ្ដើមវិបហាក្រុមប្រឆាំងហើយចាប់ផ្ដើមសរសើរពួកប្រជាការនិងកុម្មុយនីសដែលជាក្រុមដែលធ្វើទុកបុកម្នេញរបស់ខ្លួនវិញបងប្អូនទៅមើលឯកសាររបស់ USCIS ឡើងវិញឯកសារស្ដីអំពីសញ្ជាតិនិងអន្តោប្រវេសន៍គឺគេនិយាយថានៅក្នុងករណីដែលជនណាម្នាក់ប្រព្រឹត្តការឆបោកបានន័យថាកុហកមន្ត្រីអន្តោប្រវេសន៍ដើម្បីបានសិទ្ធិជ្រកកោនផ្នែកនយោបាយនេះគេឲ្យយើងទៅហើយក៏ដោយក៏ប៉ុន្តែគេរកឃើញថានោះគឺជាការកុហកបងប្អូនអត់រួចខ្លួនទេណាអាហ្នឹងគឺយើងកុហកគេឧទាហរណ៍យើងមកដូចខ្ញុំនិយាយចឹងថាមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅសហរដ្ឋអាមេរិកដោយសារកិច្ចផុតពីរបបជិះជាន់ក្រុងភ្នំពេញដែលធ្វើទុកបុកម្នេញតាមសម្លាប់ក៏ប៉ុន្តែបានហើយស្រាប់តែលួចចាប់ផ្ដើមសរសើរត្រេកអរលើកជើងរដ្ឋាភិបាលក្រុងភ្នំពេញមួយថ្ងៃ10ដងហើយមកវាយប្រហារក្រុមប្រឆាំងហើយទៅប្រទេសកម្ពុជាទៀតបងប្អូនចុងមិនដែលភ្លេចកុកទេដែលភ្លេចចុងអានេះដែលចាងវាងកាសែតហ្នឹងថាអ្នកដែលគេបញ្ជូនទៅវិញហ្នឹងគឺបញ្ជូនក្រុមអញ្ចឹងក្រុមដែលអរគុណសន្តិភាពទេព្រោះដោយសារខ្លួនមកដំបូងគឺក្នុងន័យថារួចរត់គេចពីការធ្វើទុកបុកម្នេញរបស់របបកុម្មុយនីសក៏ប៉ុន្តែដល់តែពេលគេឲ្យសិទ្ធិជ្រកកោននយោបាយហើយស្រាប់តែបែរខ្នងខំខាងក្រុមប្រឆាំងឬក៏អ្នកណាដែលគេស្អប់កុម្មុយនីសហើយទៅគាំទ្ររដ្ឋាភិបាលកុម្មុយនីសវិញអញ្ចឹងទៅខ្ញុំនិយាយនេះអត់មានបលឹះដើម្បីបំភ័យបងប្អូនទេប៉ុន្តែបងប្អូនធ្វើឲ្យខុសគោលការណ៍នៅក្នុងការផ្ដល់សិទ្ធិជ្រកកោនផ្នែកនយោបាយគឺបានន័យថាបងប្អូនកុហកអញ្ចឹងបើគេរកឃើញថាបងប្អូនអស់មានមូលហេតុនៅក្នុងការដែលភ័យខ្លាចនៅក្នុងការដែលគេធ្វើទុកបុកម្នេញនៅប្រទេសដើមវិញទេគឺគេអាចលុបចោលសិទ្ធិជ្រកកោនផ្នែកនយោបាយរបស់បងប្អូនព្រោះអីគេឲ្យសិទ្ធិយើងរស់នៅស្របច្បាប់ជ្រកកោនដោយកិច្ចផុតពីការធ្វើទុកបុកម្នេញចុះឥឡូវបើយើងលែងអស់ពីការធ្វើទុកបុកម្នេញហើយគេចាំបាច់ទុកយើងទៅអីទៀតព្រោះគេត្រូវការដាក់ម្នាក់មនុស្សផ្សេងទៀតដែលគ្នាត្រូវការកិច្ចផុតពីទុកបុកម្នេញមិនចឹងដូច្នេះអាហ្នឹងដែលយើងក្បត់អញ្ចឹងអាហ្នឹងបើសិនជាគេរកឃើញអញ្ចឹងនីតិវិធីរៀងស្មុគស្មាញបន្តិចប៉ុន្តែមិនមែនក្រុមប្រឆាំងទេតែក្រុមប្រឆាំងដែលពីមុនប្រឆាំងប៉ុន្តែសុំសិទ្ធិជ្រកកោននយោបាយយ៉ាងណានោះហើយទៅស្រាប់តែចូលទៅជាអាណបក្រុមកុម្មុយនីសអីវិញអញ្ចឹងទៅអានេះគឺនៅក្នុងបញ្ជីក្រាំងមាសគេទេបងប្អូនខ្ញុំជម្រាបអញ្ចឹងវារឿងកុកនឹងចុងទេណាបានន័យថាវាមិនតាន់ដល់ពេលហើយបើគេធ្វើកគឺគេធ្វើបាននៅក្នុងករណីយើងកុហកហើយបងប្អូនសួរទៀតនឹងធ្វើមិនបានគេធ្វើបានបងប្អូនកុំភ្លេចថាមកហ្នឹងនៅក្នុងសហរដ្ឋអាមេរិកមនុស្សគ្រប់រូបដែលជាជនជាតិអាមេរិកគឺជាបុគ្គលរាយការណ៍តែមានអ្នកណាដាក់សម្បត្តិប្តឹងយើងឬក៏រាយការណ៍ប្រាប់យើងថាកុហកគេតែទៅ USCIS អីរៀងញឹកញាប់បន្តិចមានឈ្មោះយើងមានអីប្រាប់ពីករណីយើងកុហកគេអញ្ចេះឥឡូវអញ្ចោះទេហ្នឹងបងប្អូននឹងឈឺក្បាលហើយបាទហើយសុំបួងសួងចោះកុំឲ្យមានបងប្អូនដទៃទៀតអីហ្នឹងនាំគ្នាធ្វើទុកបុកម្នេញគ្នាអីខ្ញុំចំពោះខ្ញុំអ្នកណាក៏ដោយគ្រប់គ្រងគណៈបកណាក៏ដោយបានមកដល់ទឹកដីអាមេរិកហើយមានឱកាសរកទទួលទានមានបានហើយបងប្អូនប្រព្រឹត្តតែអំពើត្រឹមត្រូវទៅប៉ុន្តែវាជារឿងមួយដែលគួរឲ្យអាសូរដែរដែលបងប្អូនខ្លះស្អប់ណាស់កុម្មុយនីសរត់គេចមកប្រផាត់ប្រភេងដល់មកដល់ស្រុកនេះហើយបានដល់ត្រើយសោយគូតគឺយើងទៅចាប់ផ្ដើមអបអរចុះចូលទៅក្នុងជាមួយនឹងគណៈបកកណ្ដាលអំណាចខាងក្រមកុម្មុយនីសអីចឹងទៅឬក៏ផ្ដាច់ការហើយចាប់ផ្ដើមមកវាយប្រហារវាយធ្វើបាបធ្វើទុកបុកម្នេញជួនកាលចង់គម្រាមកំហែងអ្នកនៅនេះទៀតដូច្នេះអាហ្នឹងគឺយើងជ្រុលណាចាំមកខ្ញុំនិយាយថា
វិធីដែលគេផ្ដាច់ឲ្យគេបញ្ជូនទៅវិញហ្នឹងវាអាចមានអ្នកសុំអាស័យលំបានហើយយើងក៏បត់ឬក៏ហក់គេនៅក្នុងករណីបែបហ្នឹងគឺគេអាចលុបបានបាទខ្ញុំមិនផ្ដល់ប្រឹក្សាផ្នែកច្បាប់អីទេបងប្អូនយកទៅជែកខ្លួនឯងវិញទៅខ្ញុំគ្រាន់តែនិយាយអំពីមេត្រាឬក៏អ្វីដែលជាឯកសារដែលខ្ញុំស្រាវជ្រាវបានពី USCIS ទេហើយខ្ញុំគ្រាន់តែនិយាយជាបនយកតែបនទេហើយបងប្អូនបានជ្រាបហើយកុំទៅជឿឃោសនាអកុសលអ្នកណាគេមកគំរាមកំហែងថាក្រុមប្រឆាំងនឹងតស៊ូតវ៉ាទៅគេនឹងបញ្ជូនចាប់បញ្ជូនទៅខ្មែរវិញអីអញ្ចឹងបងប្អូនបើសិនជាបងប្អូនមានអាស័យលឹមមានសិទ្ធិច្រកកោននយោបាយគេឲ្យហើយបងប្អូនត្រឡប់ទៅប្រទេសកម្ពុជាវិញគេនឹងដកឲ្យដោយសារអីគេគិតថាបងប្អូនលែងគិតថាប្រទេសកម្ពុជាជាប្រទេសដែលមានបញ្ហាអសន្តិសុខសម្រាប់បងប្អូនហើយម្យ៉ាងទៀតបងប្អូនវិលទៅប្រទេសកម្ពុជាវិញទៅហើយវាអត់ចាំបាច់ឲ្យអាមេរិកអីទុកបងប្អូននៅទីនេះទេបងប្អូនអាចទៅបានឬក៏បងប្អូនមានសញ្ជាតិនៅប្រទេសណាផ្សេងឬក៏រើទៅនៅប្រទេសណាផ្សេងអានោះក៏គេឲ្យយើងទៅតាមដំណើរគេលុបអាស័យលឹមនឹងទៅវិញហើយអីអញ្ចឹងទៅអានេះគឺខ្ញុំចង់និយាយពីករណីអញ្ចឹងហើយមួយទៀតបើអាមេរិកគេរកឃើញថាយើងនឹងមានគ្រោះគម្រាមកំហែងដល់សុខសន្តិសុវត្ថិភាពសន្តិសុខសង្គមរបស់អាមេរិកអីហ្នឹងក៏រឿងដែរហើយបើប្រព្រឹត្តបទល្មើសគេអាចលុបទៅបានហើយគេបញ្ជូនទៅប្រទេសកម្ពុជាវិញបងប្អូននេះវាអញ្ចឹងតែបើបងប្អូនមកជាមន្ត្រីបកប្រឆាំងបានសិទ្ធិច្រកកោនផ្នែកនយោបាយគឺបងប្អូន 100% គឺមិនមានអីណាអីទៅរករឿងបងប្អូនទេគឺនៅទីនេះបានរហូតអស់មួយជីវិតបាទហើយមិនមានណាគម្រាមកំហែងណាបញ្ជូនទៅស្រុកយៈណាទេលើកឡើងតែបងប្អូនចង់អញ្ជើញទៅវិញតែប៉ុណ្្នឹងឯងហើយបើអញ្ជើញទៅវិញគឺដូចខ្ញុំនិយាយចឹងថាគេនឹងពិចារណាលែងឲ្យអាស័យលំសិទ្ធិច្រកកោននយោបាយហ្នឹងឲ្យព្រោះបងប្អូនអាចទៅវិញដោយសុវត្ថិភាពទៅរស់នៅស្រុកអគុណសន្តិភាពវិញទៅហេតុអីបានទៅរស់នៅស្រុកអាមេរិកអញ្ចឹងទៅតែប៉ុណ្្នឹងទេហើយអញ្ចឹងបងប្អូនបានទទួលព័ត៌មាននេះហើយឈប់ជឿឃោសនាអកុសលរបស់ចាងវាងកាសែតណាឬក៏ឃោសនិករបស់រដ្ឋាភិបាលណាដែលគម្រាមកំហែងបងប្អូនដែលជាចេតនាដូចថាមិនស្មោះត្រង់ចង់គម្រាមឲ្យចង់មិនថាឥឡូវឲ្យគេចាប់បញ្ជូនបងប្អូនទៅស្រុកខ្មែរវិញហ្នឹងមិនបងប្អូនស្រុកខ្មែរគេជាមាតុភូមិកំណើតរបស់គេដែរតើហើយស្មានតែគេចង់កិច្ចអីគេរស់គេកិច្ចមកដោយសារតែវាមានព្រៃពស់សាហាវវាមានឆ្លាមវាមានកពើវាមានពស់វែកដែលសាហាវខខើតើបានគ្នារត់ចោលស្រុកចោលភូមិអ្នកណាដែលចង់រត់ចោលស្រុកចោលភូមិបើរស់នៅបានសុខសន្តិភាពនោះប៉ុន្តែវារស់នៅបានតែមួយក្រុមអស់លោកក្រុមគេហ្នឹងគេរស់នៅយ៉ាងលំបាកធ្វើទុកបុកម្នេញគេហើយបើគេទៅវិញក៏ជាមាតុភូមិកំណើតរបស់គេដែរហេតុអីបានជាគម្រាមខ្លាចឲ្យគេទៅវិញមិនបើផ្ទះរបស់គេនៅហ្នឹងតាគាត់ថាគេនៅមិនបានប៉ុណ្ណាឯងរាវឆានយកពុះវែកយកមកដាក់ពេញហ្នឹងអញ្ចឹងទៅគេនៅអត់បានប៉ុន្តែជាផ្ទះរបស់គេតាអញ្ចឹងបានន័យថាអស់លោកហ្នឹងគម្រាមសັບសំបីទៅវិលទៅផ្ទះវិញហ្នឹងក៏អត់បានដែរអាងអីថាម៉េចថាមកវិញអស់លោកចាំទទួលធ្វើទុកបុកម្នេញមិនទេចោះអីក៏ចិត្តអីក៏កណ្ដេរថៃអណ្ដេរថៃមកម្លេះខ្មែរគ្នាឯងតាគេទៅវិញក៏ទៅតែអស់លោកហ្នឹងចឹងហើយថាបើទៅវិញតលតែលុតជង្គង់សាពះសំទោសមេអស់លោកអីទៀតបានអាចចូលស្រុកបានអញ្ចឹងវាដូចថាស្ដាប់ទៅហ្នឹងគឺវាខុសគេខុសឯងវាដូចថាវាខុសពីអាសច្ចានុម័តអា logic យើងធ្វើអីហ្នឹងគឺយើងថាមិនបានគម្រាមកំហែងគេមិនអស់ចិត្តរួចចង់ឲ្យគេសុខសន្តិភាពជាមួយយើងនឹងចង់តែគម្រាមកំហែងធ្វើបាបធ្វើទុកបុកម្នេញហើយអាព័ត៌មានមិនពិតហ្នឹងក៏អស់លោកផ្សព្វផ្សាយយ៉ាងផលផុសហើយបានអីមកវិញអស់លោកគិតថាបានអីមកវិញផ្គប់ចិត្តមេអស់លោកហ្នឹងឲ្យសុបាយចិត្តដើម្បីឲ្យខ្លាចមកនេះងើបមួយវាយមួយឯងប៉ុន្តែអស់លោកធ្វើដូច្នេះហ្នឹងគឺអស់លោកបាត់មនសិការខ្លួនឯងហើយបំភ្លៃការពិតហើយឥឡូវបងប្អូនដែលស្ដាប់មកអ្នកខ្លះគ្នាមិនសូវបានដឹងព័ត៌មានអីលុះជឿតាមនឹងទៅភ័យតាមគ្នាទៅប៉ុន្តែខ្ញុំជឿថាថ្ងៃនេះខ្ញុំបកស្រាយជូនបងប្អូនប៉ុណ្ណឹងដើម្បីបងប្អូនបានជាគំនិតហើយខ្ញុំថារឿងនេះវាពាក់ព័ន្ធរឿងសំខាន់មួយទៀតនៅសហរដ្ឋអាមេរិកនេះមិនត្រឹមតែគោរពច្បាប់ជាតិនិងអន្តរជាតិប៉ុណ្ណឹងទេសប្តាហ៍ថ្ងៃនេះមន្ត្រីតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកមួយថ្ងៃរវល់លើអីចឹងដើម្បីអីណោះស្នើធ្វើអាច្បាប់មួយស្ដីអំពីការដែលគម្រាមកំហែងឆ្លងដែនអាការគម្រាមកំហែងឆ្លងដែននឹងកំពុងតែសស្រាក់ស្រាំដូចថាយើងនៅស្រុកខ្មែរសោះគ្នាមកដល់នៅស្រុកអាមេរិកហ្នឹងតាមគម្រាមកំហែងធ្វើបាបគេនៅស្រុកអាមេរិកឬក៏រឿងបងប្អូនគេនៅស្រុកខ្មែរអីអញ្ចឹងទៅឲ្យតែណាហ៊ាននិយាយគ្រប់គ្រងគណៈបកប្រឆាំងឲ្យជំទាស់រដ្ឋាភិបាលនេះឥឡូវហ្នឹងគេកំពុងតែដុតដៃដុតជើងធ្វើអាច្បាប់មួយដើម្បីដាក់ទោសទណ្ឌមន្ត្រីរដ្ឋាភិបាលនៅស្រុកខ្មែរឬក៏នៅស្រុកយៈណាក៏ដោយដែលតាមគម្រាមកំហែងប្រជាពលរដ្ឋខ្លួនឯងមកឆ្លងដែនដល់ស្រុកនេះទៀតហើយមន្ត្រីទាំងអស់ហ្នឹងដែលគ្រប់គ្រងគណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលនៅគ្រប់ប្រទេសដែលថា
តាមយកមនុស្សមកទៅធ្វើទុកបុកម្នេញដល់ស្រុកគេអស់លោកក៏អត់នៅយូរបានដែរនៅពេលដែលគេរកឃើញថាអស់លោកបំពេញអាគោលការណ៍នៅក្នុងនាមជាប្រជាពលរដ្ឋឬក៏មានបានស្នាក់នៅបដោះអាសន្នឬអចិន្ត្រៃយ៍អីយ៉ាងណាស្រាប់តែពំនាំមនោគមវិជ្ជាពីស្រុកដែលធ្វើទុកបុកម្នេញប្រជាពលរដ្ឋនៅប្រទេសខ្លួនឯងមិនអស់ចិត្តហើយតាមមកដល់នាយសមុទ្រទៀតអស់លោកច្បាស់ជាកិច្ចមិនផុតពីបើច្បាប់នេះចេញគឺអស់លោកច្បាស់ជាមិនរួចខ្លួនទេគឺគេនឹងធ្វើទុកតនរបស់យ៉ាងហោចដូចថាដូចបញ្ជូនទៅវិញឬក៏លែងឲ្យចូលអាមេរិកអីចឹងបិទទៅថាការបង្កក់វីសាអីនឹងជាដើមហើយច្បាប់នេះគឺមានន័យដូច្នេះហើយខ្ញុំលើកច្បាប់នេះមកនិយាយដោយសារអីវាតាក់ទងនឹងប្រធានបទបន្ទាប់មកទៀតរបស់ខ្ញុំដែលខ្ញុំនឹងនិយាយអំពីតើប្រជាពលរដ្ឋខ្មែរចង់បានអីសប្ងៃហ្នឹងដើម្បីឲ្យក្រសួងការបរទេសនាំគ្នាយកទៅជួយបងប្អូនខ្មែរផងថាស្ថានភាពយើងវាយ៉ាងម៉េចហើយអានេះតកតងនឹងវេទិកាតុកមូលដែលសហគមន៍ខ្មែរយើងនឹងជួបជាមួយមន្ត្រីការបរទេសអាមេរិកនៅថ្ងៃទី26ខែមីនាឆ្នាំ2025យើងនេះនៅតែ3 4ថ្ងៃទៀតទេបងប្អូនពិធីនេះក៏សំខាន់ដែរដោយសារអីបងប្អូនខ្លះចិត្តតែនិយាយថាអាមេរិកវាដោះស្រាយតែរឿងវាមិនអស់ផងមកដោះស្រាយអីរឿងខ្មែរហ្នឹងកុំទាំងពឹងលើអាមេរិកអីណាគេមិនជួយយើងទេយើងជួយខ្លួនឯងជាការពិតបងប្អូនគ្មាននរណាជួយខ្មែរយើងជាងខ្មែរយើងទេប៉ុន្តែយើងឲ្យខ្មែរយើងជួយខ្មែរយើងយ៉ាងម៉េចនេះបើខ្មែរយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យរំលាយគណៈបកប្រឆាំងរំលាយឆន្ទៈរាស្ត្រ2 3លានអ្នកហើយអត់ដោះស្រាយអីសោះចាប់មនុស្សដាក់គុកងើបមួយវាយមួយរហូតទៀតអត់មានស្ថានភាពធូរសោះហើយតើឲ្យអ្នកណាជួយយើងបើខ្មែរយើងអត់ជួយយើងផងហ្នឹងយើងថាមិនពឹងបរទេសទេកុំឲ្យវាថោកប៉ុន្តែខ្មែរយើងមានតម្លៃថ្លៃថ្នូរកន្លែងណានៅពេលដែលយើងធ្វើឲ្យខ្មែរយើងអស់ជំរឿដែរហ្នឹងអញ្ចឹងពេលខ្លះយើងត្រូវតែពឹងគេហ្នឹងមិនមែនបានន័យថាឲ្យគេចូលទៅដឹកនាំប្រទេសយើងទេសហរដ្ឋអាមេរិកក្រសួងការបរទេសអាមេរិកគេមានគោលនយោបាយការបរទេសរបស់គេនៅក្នុងការដោះស្រាយប្រទេសជាច្រើននៅលើពិភពលោកដែលជាសម្ព័ន្ធមិត្តឬក៏ដែលមានទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចការទូតអីជាមួយអាមេរិកដូច្នេះកាតព្វកិច្ចរបស់គេតាមមើលការខុសត្រូវហើយសហរដ្ឋអាមេរិកមានកាតព្វកិច្ចធំមួយទៀតដោយសារអីតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកទាំងអស់គឺតំណាងឲ្យប្រជាពលរដ្ឋរាប់រយប្រទេសបងប្អូនមិនមែនតំណាងឲ្យតែប្រទេសប្រជាពលរដ្ឋនៅក្នុងស្រុកអាមេរិកទេខ្ញុំនិយាយថាតំណាងឲ្យប្រជាពលរដ្ឋរាប់រយប្រទេសនេះគឺសំដៅទៅលើតំណាងឲ្យជនជាតិអាមេរិកដើមកំណើតអាស៊ីដើមកំណើតអាហ្វ្រិកាដើមកំណើតឥណ្ឌាដើមកំណើតស្អីក៏ដោយហ្នឹងគឺបានន័យថាគាត់បំរើឲ្យប្រជាពលរដ្ឋទាំងអស់នោះដែរព្រោះបោះឆ្នោតឲ្យគាត់អញ្ចឹងប្រជាពលរដ្ឋមានសម្លេងបោះឆ្នោតតាមសហគមន៍មានទាំងប្រទេសកម្ពុជាដែរប្រជាពលរដ្ឋខ្មែរប្រមាណ10000នាក់នៅសហរដ្ឋអាមេរិកបោះឆ្នោតរាល់ឆ្នាំរាល់អាណត្តិហ្នឹងគឺសម្លេងប្រជាពលរដ្ឋយើងក៏មានច្រើនសន្ធឹកដែរដូច្នេះក៏គេមានទម្ងន់នៅក្នុងការយកចិត្តទុកដាក់រឿងយើងដែរបើអត់មានសម្លេងបោះឆ្នោតសោះអាចគេមិនយកចិត្តទុកដាក់ប៉ុន្តែយើងមានសម្លេងបោះឆ្នោតមកកណោក៏ដឹកដែរតានៅ Florida ក៏មាននៅ Florida រដ្ឋដែលលោក Marco Rubio ដែលពីមុនជាសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនៅ Florida ណាឥឡូវឡើងទៅជារដ្ឋមន្ត្រីក្រសួងការបរទេសស្មានតែគាត់ឈឺឆ្អាលរឿងខ្មែរហ្នឹងដោយគាត់មិនបានមានប្រយោជន៍អីពីជនជាតិខ្មែរបោះឆ្នោតឲ្យគាត់ទេគាត់ជនជាតិគុយបាតាពីដើមកំណើតគាត់ត្រូវឈឺឆ្អាលរឿងគុយបាច្រើនជាងមិនចាហេតុអីមកឈឺក្បាក់ឆ្អាលរឿងខ្មែរដោយសារតែយើងមានសម្លេងឆ្នោតគ្រប់ត្រហើយយើងមានប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍គាត់ហ្នឹងទៅបញ្ចុះបញ្ចូលឬក៏ទៅប្រាប់គាត់ឲ្យជួយមើលខ្មែរដែរដូច្នេះគេក៏ធ្វើតាមសម្លេងរបស់ប្រជាពលរដ្ឋហ្នឹងតែឥឡូវគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសដូច្នេះគាត់ក៏មានភារកិច្ចនៅក្នុងការមើលរឿងនេះដែរខ្ញុំនិយាយអំពីការគម្រាមកំហែងឆ្លងដែនសាររបស់អ្នកដែលចាងវាងកាសែតហ្នឹងណាហើយនឹងស្អីគេឃោសនិកគេប្រមាណដងហើយមានតែស្អីណានោះឃោសនិកណានោះហ៊ានទៅគម្រាមដល់លោកតាំងសារដាស្អីណាបានស្រាញ់ចិត្តហើយវាបានចំណេញអីដល់ប្រទេសកម្ពុជាវាបានតែធ្វើឲ្យមុខមាត់យើងអាប់យោះតែអញ្ចឹងតាសហរដ្ឋអាមេរិកគេដាក់នៅក្នុងបញ្ជីខ្មៅរបស់គេទៅថាមន្ត្រីដែលគ្រប់គ្រងរដ្ឋាភិបាលខ្មែរហ្នឹងគឺមានចេតនាគម្រាមកំហែងមនុស្សឆ្លងដែនអញ្ចឹងធ្វើឲ្យសន្ទុះនៅក្នុងការអនុម័តច្បាប់ស្ដីអំពីការប្រយុទ្ធប្រឆាំងការគម្រាមកំហែងឆ្លងដែនហ្នឹងក៏វាកាន់តែលឿនដែរហើយបងប្អូនមានដឹងទេកាលពីឆ្នាំ2023តំណាងរាស្ត្រ2រូបរបស់សហរដ្ឋអាមេរិកគឺមានលោក Marco Rubio នឹងដែរដែលជារដ្ឋមន្ត្រីក្រសួងការបរទេសសប្តាហ៍ថ្ងៃហ្នឹងនិងលោកម្នាក់ទៀតដែលជាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកមកពីខាងគណៈបកប្រជាធិបតេយ្យកាលហ្នឹងគឺគាត់ស្នើនៅប្រហែលជាខែ3ឆ្នាំ2023ហ្នឹងគឺលោក Jeff Merkley លោក Jeff Merkley នៅ Oregon
គាត់បានស្នើសេចក្តីស្នើច្បាប់មួយឈ្មោះថា S831 និយាយអំពីគោលនយោបាយទប់ស្កាត់ការគំរាមកំហែងឆ្លងដែនហើយពេលដាក់ភ្លាមមកហ្នឹងមានអ្នកគ្រប់គ្រងដែលជាសមាជិកព្រឹទ្ធសភាដែរហ្នឹងគឺព្រមព្រៀងមាន7នាក់ដែរក្នុងនោះក៏មានលោក Marco Rubio ដែលជាសមាជិកព្រឹទ្ធសភាពីរដ្ឋ Florida ហើយសម្ងាយជារដ្ឋមន្ត្រីក្រសួងការបរទេសហ្នឹងគឺគ្រប់គ្រងសេចក្តីស្នើច្បាប់ហ្នឹងដើម្បីអីទប់ស្កាត់អ្នកដែលគំរាមកំហែងឆ្លងដែនហើយនៅក្នុងសេចក្តីស្នើច្បាប់នេះគឺដើម្បីធ្វើអីធ្វើឲ្យក្រសួងការបរទេសហ្នឹងចាត់វិធានការឲ្យមើលម៉ាត់តាក់ទងនឹងមន្ត្រីនៃរបបឬក៏រដ្ឋាភិបាលបរទេសណាដែលហ៊ានមកគំរាមកំហែងប្រជាពលរដ្ឋខ្លួននៅឯទឹកដីសហរដ្ឋអាមេរិកអីចឹងឥឡូវនេះគាត់មកកាន់ការខាងក្រសួងការបរទេសគាត់ធ្លាប់ស្នើចូលរួមស្នើច្បាប់បានន័យថាសេចក្តីស្នើច្បាប់ហ្នឹងគឺណែនាំដាក់ស្នើដោយលោក Jeff Merkley ទេប៉ុន្តែលោក Marco Rubio ក៏ចូលរួមគ្រប់គ្រងបានន័យថាលោកពេញចិត្តនឹងចំហហ្នឹងឥឡូវលោកកាន់ការជារដ្ឋមន្ត្រីក្រសួងការបរទេសចាំបានន័យថាលោកបានចូលរួមឈឺឆ្អាលក្នុងរឿងនេះអញ្ចឹងអ្នកណាដែលគម្រាមកំហែងក្រៅប្រទេសនេះឥឡូវនេះរដ្ឋមន្ត្រីការបរទេសដែលធ្លាប់ឈឺឆ្អាលរឿងហ្នឹងអញ្ចឹងបានន័យថាបើយើងទៅនិយាយអីជាមួយគាត់ឲ្យដោះស្រាយរឿងហ្នឹងជាច្បាស់ជាបានប្រយោជន៍ហើយព្រោះអីគាត់ធ្លាប់ស្នើច្បាប់ហ្នឹងពីមុនមកចូលរួមស្នើច្បាប់ហើយច្បាប់នេះមិនមែនស្នើដោយតែព្រឹទ្ធសភាទេនៅសភាជាន់ទៀតគឺខាងសមាជិករដ្ឋសភាក៏បានស្នើច្បាប់មួយដែរដូចគ្នាអញ្ចឹងគឺគេហៅ HR 3654កាលហ្នឹងមានតំណាងរាស្ត្រពីខាងគណៈបកប្រជាធិបតេយ្យសំទោសគណៈបកសាធារណរដ្ឋនៅឯ New Jersey បាទកាលហ្នឹងឈ្មោះលោក Christopher Smith ដែលគាត់ស្នើមកឲ្យមានអ្នក co-sign គឺ co-sponsor រួមគ្រប់គ្រងនឹងដល់ទៅ22ណាតំណាងរាស្ត្រ22នាក់ឯណោះហើយក្រោយមកគេស្នើច្បាប់ដើម្បីឲ្យមន្ត្រីប៉ូលីសហ្នឹងគឺគ្រប់គ្រងចាត់ការអ្នកដែលគម្រាមកំហែងឆ្លងដែនដូច្នេះអាសន្ទុះនេះកំពុងតែទៅមុខហើយអស់លោកនាំគ្នាប្រឹងតែគម្រាមកំហែងឆ្លងដែនវាហាក់បីដូចជាកំពុងតែយកកតឡនតាក់អញ្ចឹងណាវាអត់បានចំណេញអីទេអស់លោកថាប្រហែលជានិយាយចឹងទៅធ្វើឲ្យពួកមន្ត្រីបកប្រឆាំងសកម្មជនឯងបាក់ស្បាតប៉ុន្តែគេនៅស្រុកនេះគេដឹងច្បាប់ដឹងទម្លាប់មកកណោហ្នឹងស្រុកអស់លោកបានតែនិយាយតែគម្រាមកំហែងគេនោះតែប៉ុណ្្នឹងឯងមានអីលើសហ្នឹងងើបមួយវាយមួយមានតែប៉ុណ្្នឹងឯងគេទៅដល់ណាអស់ហើយអស់លោកនៅតែងើបមួយវាយមួយហ្នឹងឯងគេទៅដល់ឋានប្រច័នអស់ហើយអស់លោកនៅតែលូមកកង់$40ហ្នឹងឯងតែប៉ុណ្្នឹងយើងវាអញ្ចឹងឯងសារវ៉ាន់3មក3ក្រោយគឺរំទឹះភ្លឺនៅតែនៅកន្លែងដែរហ្នឹងខ្ញុំនិយាយនេះគឺខ្ញុំចង់លើកឡើងពីលោក Marco Rubio ហេតុអីបានជាស្នើច្បាប់បែបនេះឥឡូវនេះគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសបងប្អូនហើយនេះចូលដល់រឿងថ្ងៃទី26ខែមីនាឆ្នាំ2025ថ្ងៃទី26នេះគឺត្រូវនឹងម៉ោង11ព្រឹកនៅឯរដ្ឋធានី Washington ព្រោះក្រសួងការបរទេសអាមេរិកមានមូលដ្ឋាននៅរដ្ឋធានី Washington គេបានជ្រើសរើសយកម៉ោង11ព្រឹកដើម្បីជួបជុំស្ដាប់មតិសហគមន៍ខ្មែរយើងនិងមន្ត្រីការបរទេសនេះជាជុំទី1បាទធ្វើនៅម៉ោង11ខែមីនាត្រូវនឹងថ្ងៃពុធបងប្អូននៅតែប្រហែលថ្ងៃទៀតព្រោះថ្ងៃនេះថ្ងៃសៅរ៍នៅស្រុកខ្មែរមិនចឹងអាទិត្យម្លងតែបន្តិចដើមសប្តាហ៍ថ្ងៃពុធដល់ហើយប៉ុន្តែពុធនៅស្រុកនេះវាត្រូវនឹងយប់ថ្ងៃពហុម៉ោង10នៅស្រុកខ្មែរបងប្អូនព្រោះវាម៉ោង11ព្រឹកថ្ងៃពុធវាត្រូវម៉ោង10យប់ម៉ោងនៅឯស្រុកខ្មែរបងប្អូនអាចចូលរួមបានដោយសេរីព្រោះអីខាងអង្គការ Save Cambodia គាត់បានបង្កើតឲ្យវាមានប្រព័ន្ធចូលរួមតាម Zoom ហ្នឹងដោយសេរីបងប្អូនអាចចូលស្ដាប់បានពីកម្ពុជាពីម៉ាឡេពីកូរ៉េពីអូស្ត្រាលីពីណាក៏បានដែរហើយថ្ងៃ25មួយថ្ងៃមុនហ្នឹងពិធីនេះចាប់ផ្ដើមបានគាត់ផ្សព្វផ្សាយដំណរភ្ជាប់ដើម្បីឲ្យបងប្អូនចូលទៅចុចវាហើយចូលមើលបើតាមដឹងគឺបងប្អូនត្រូវ download បានapp មួយឈ្មោះថា Teams ព្រោះពួកគាត់ធ្វើកម្មវិធីជួបតាមហ្នឹងហើយបងប្អូនដែលអត់សូវចេះបច្ចេកវិទ្យាអីហ្នឹងខ្ញុំជឿថាតិចទៀតគាត់នឹងមានវីដេអូបង្ហាញអំពីរបៀបចូលរួមហើយខ្ញុំក៏មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានអង្គការ Save Cambodia ទុកចិត្តឲ្យបកប្រែបកបដិញតម្រង់បងប្អូនកុំភ័យថាអត់ចេះអង់គ្លេសមកតួផងហ្នឹងទៅស្ដាប់គេមិនបានបាទខ្ញុំបានស្ម័គ្រចិត្តចូលទៅបកប្រែឲ្យតែស្អីក៏ដោយចំណេញបងប្អូនខ្មែរយើងសង្គមយើងចូលចិត្តតែខាងរដ្ឋាភិបាលកម្ពុជាគេមិន
ថានឹងរឿងចំណេញទេគេថាយើងបំផ្លាញជាតិទេព្រោះទៅចែកជាមួយមន្ត្រីការបរទេសឲ្យនិយាយពីរឿងគេជួយអីខ្មែរហ្នឹងមានអីមានរឿងដាក់ទណ្ឌកម្មមានរឿងឲ្យយើងកែសិទ្ធិមនុស្សប្រជាធិបតេយ្យគាត់មានចង់កែអីតែអញ្ចឹងទៅតែយើងតាមគ្នាទៅនិយាយរឿងហ្នឹងគាត់មានសប្បាយចិត្តទេប៉ុន្តែខ្ញុំជាខ្មែរខ្ញុំមានមោទនភាពណាពួកខ្ញុំមានចំណេះជំនាញល្មមគ្រប់គ្រាន់ដើម្បីបកប្រែពីអង់គ្លេសទៅជាភាសាខ្មែរសម្រួលឲ្យបងប្អូនបានយល់ខ្លឹមសារគេចែកអីដែរកុំឲ្យគេនិយាយទៅយើងស្ដាប់មិនបាន1ម៉ោងទេបងប្អូនបើបងប្អូនមានពេលចំណាយពេលវេលាចូលរួមទៅខ្ញុំនឹងបកប្រែ1ម៉ោងជូនបងប្អូនតាមការគួរហើយដូចខ្ញុំជម្រាបអញ្ចឹងគេនឹងឲ្យដំណរភ្ជាប់នោះជូនបងប្អូននៅក្នុងថ្ងៃទី25គឺថ្ងៃអង្គារមួយថ្ងៃមុនហ្នឹងអញ្ចឹងបងប្អូនចង់ដឹងព័ត៌មានបន្ថែមចូលទៅមើល Save Cambodia Facebook អីឬក៏ website គាត់ទៅវាយពាក្យ Save Cambodia ទៅ SAVE Cambodia ទៅយើងឃើញ Facebook គាត់ហើយឬក៏ website គាត់ហើយគេហទំព័រហ្នឹងបងប្អូនចូលមើលទៅបងប្អូននឹងបានជ្រាបព័ត៌មានច្រើនបន្ថែមទៀតតែខ្ញុំហ្នឹងគ្រាន់តែថាជាអ្នកស្ម័គ្រចិត្តហ្នឹងក៏ចិត្តទៅជួយផ្ដល់ព័ត៌មានទៅឲ្យតែចំណេញសហគមន៍ហើយខ្ញុំថាជម្រាបជូនបងប្អូនដែរតើមានព័ត៌មានអីគេខ្លះថ្មីទៀតទេដើម្បីថាគាត់រៀបចំវេទិកាតុកមូលជាមួយក្រសួងការបរទេសបងប្អូនខ្ញុំជម្រាបលើកមុនមានតែ3ទេសំណុំពរធំណាតាមពិតអង្គការ Save Cambodia នៅក្នុងរយៈពេលខ្លីណាស់ដែលប្រកបប្រកាសដើម្បីឲ្យបងប្អូនដាក់ពាក្យមកចូលរួមដើម្បីបញ្ចេញមតិជួយទៅខាងក្រសួងការបរទេសឲ្យគេជួយយើងអីខ្លះនោះណាមានបងប្អូនច្រើនរយនាក់មែនតើដែលដាក់មកហ្នឹងគឺថាឯកសារកអញកម្ពស់ណានៃដើម្បីយកស្រង់មតិបងប្អូនតែស្រង់បាន5ចំណុចធំបងប្អូនហើយខ្ញុំជម្រាបថា3ចំណុចនោះខ្ញុំបានជម្រាបរួចទៅហើយដែលបងប្អូនចង់បានមែនតើទី1គឺសូមឲ្យស្ថានភាពមនុស្សនិងប្រជាធិបតេយ្យឡើងវិញឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ឲ្យមានអង្គការសង្គមស៊ីវិលឯករាជ្យឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលក្ខណៈអាហ្នឹងចំណុចទី1ណាក៏ចង់បានដែរនិយាយទៅទាំងអស់គ្នាទី2គឺតកតងនឹងបញ្ហាសេដ្ឋកិច្ចនឹងពិបាកណាស់ចំពាក់លុយធនាគារមិនដឹងវេទនាសម្បើមណាស់អំពើពុករលួយនឹងក៏វារ៉ាំរ៉ៃតើឲ្យគេជួយយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានឹងផងខ្ញុំមិនដឹងថាអាមេរិកទៅជួយដោះស្រាយបញ្ហាពុករលួយនិងបញ្ហាសេដ្ឋកិច្ចរបស់បងប្អូនយ៉ាងម៉េចបានខ្ញុំជឿថាបើដោះស្រាយចំណុចទី1ចេញហើយរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតែមានហើយអាពុករលួយអាសេដ្ឋកិច្ចអីហ្នឹងវាដើររលូនតាមនឹងលឿនដូចគ្នាក៏ប៉ុន្តែយ៉ាងណានេះជាសំណុំពរបងប្អូនហើយទី3បងប្អូនចង់ឲ្យដោះស្រាយរឿងព្រំដែនរឿងអធិបតេយ្យយើងនឹងកុំឲ្យលុះក្រោមឥទ្ធិពលចិនឬក៏កុំឲ្យរដ្ឋាភិបាលហ្នឹងគឺដូចថាផ្កើនប្រជាពលរដ្ឋមិនស្ដាប់សំណូមពរចង់ឲ្យដោះស្រាយបញ្ហាកោះបញ្ហាសមុទ្របញ្ហាអធិបតេយ្យអីហ្នឹងអញ្ចឹងទៅពួកគាត់ពិបាកចិត្តថារដ្ឋាភិបាលហ្នឹងមើលទៅដូចជាទុនចំហអញ្ចឹងទៅចង់ឲ្យសហរដ្ឋអាមេរិកជួយអីបានជួយទៅអាហ្នឹង3មុនហ្នឹងក៏ប៉ុន្តែ2ក្រោយថែមទៀតនេះគឺដោយសារមានព្រឹត្តិការណ៍2ដែលតែកើតឡើងថ្មីហ្នឹងគឺក៏សំណូមពរបងប្អូនហ្នឹងក៏ច្រើនទី4ហ្នឹងគឺសំដៅទៅលើការទប់ស្កាត់ការគម្រាមកំហែងឆ្លងដែនហ្នឹងបងប្អូនចង់ឲ្យសហរដ្ឋអាមេរិកដោះស្រាយឲ្យខាងតែបានគឺថាបើមានមន្ត្រីគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាណាដែលមករស់នៅសហរដ្ឋអាមេរិកហើយមកគម្រាមកំហែងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនៅក្នុងការចូលរួមក្នុងជីវភាពនយោបាយឬក៏គម្រាមធ្វើទុកដុកបុកម្នេញពេលទៅដល់ខ្មែរវិញដល់បងប្អូនមិនឲ្យដូចថារឿងអីគេហ្នឹងគឺឲ្យសហរដ្ឋអាមេរិកដោះស្រាយចាត់ការរឿងហ្នឹងឲ្យខាងតែបានអញ្ចឹងទៅអានេះចំណុចទី4ដែលចូលឲ្យខ្ញុំជឿថាចំណុចទី4នេះវាស្របគ្នាទៅនឹងអ្វីជាចំហរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ដែលខ្ញុំបានជម្រាបឲ្យតាំងឆ្នាំ2023ដើមឆ្នាំដែលគាត់បានចូលរួមស្នើច្បាប់ស្តីអំពីការទប់ស្កាត់ការគម្រាមកំហែងឆ្លងដែនហ្នឹងហើយខ្ញុំជឿថារឿងនេះគឺជាការដាស់តឿនរដ្ឋមន្ត្រីក្រសួងការបរទេសឲ្យរំលឹកទៅណាអ្វីដែលលោកបានបដិញ្ញាពីមុនមកហ្នឹងហើយយកទៅអនុវត្តតែប៉ុណ្្នឹងជាសំណុំពរសមស្របទេមួយទៀតគឺតកតងនឹងរឿងអាស៊ីសេរីនិងសម្លេងសហរដ្ឋអាមេរិកបងប្អូនដឹងហើយថានៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្ដើមដកថវិកាដែលធ្លាប់ជួយទៅអង្គការដែលជាអាណាព្យាបាលជាឪពុកម្ដាយរបស់ Cambodia Daily និងវិទ្យុសម្លេងសហរដ្ឋអាមេរិកនោះគឺធ្វើឲ្យស្ថាប័នវិទ្យុទាំងពីរនេះត្រូវដំណើរការទាំងស្រុងបងប្អូនគឺនិយាយទៅពេលម៉ោងកំពុងតែចែកនេះគឺអស់មានការផ្សាយរបស់ពួកគាត់ហើយវានៅតិចតួចមានអ្នកចាំផ្ទះម្នាក់ពីរដើម្បីមុននឹងការតវ៉ាបញ្ចប់នៅប្រហែលជា 2-3 អាទិត្យទៀតតែប៉ុណ្ណឹងឯងប៉ុន្តែបើគេអត់ឲ្យលុយគឺបានន័យថាពួកគាត់អស់ហើយតែយ៉ាងណាការបន្តសេវាយ៉ាងណាទៀតវាអាស្រ័យទៅលើសេវានីមួយទេបងប្អូនខ្ញុំជម្រាបម្ដងទៀត
វិទ្យុអាស៊ីសេរីមាន9ភាសាគឺមានទាំងអង់គ្លេសខ្មែរវៀតណាមឡាវភូមាចិនអ៊ុយហ្គរទីបេអីនឹងជាហូហែហ្នឹងកូរ៉េអីចឹងទៅប៉ុន្តែនៅក្នុងហ្នឹងគឺក៏មានសេវាភាសាខ្មែរយើងក្នុងហ្នឹងហើយមកសេវាហ្នឹងគឺទទួលលុយពីអង្គការមេ USAGM ហ្នឹងគឺប្រហែលជាមួយសេវាប្រហែល5ទៅ6លានដុល្លារដែរដូច្នេះបើគេផ្ដាច់លុយអស់ចឹងសេវាអស់នេះត្រូវការ6លានដុល្លារដើម្បីដើរណាបងប្អូនសូម្បីតែសេវាវិទ្យុអាស៊ីសេរីជាភាសាខ្មែរហ្នឹងក៏អញ្ចឹងដែរ6លានដុល្លារតែទៅរកឯណាបានបងប្អូនដូច្នេះបើសិនជាគ្មានលុយទេវាពិបាកគេអត់បិទទេម្ដងទៀតសហរដ្ឋអាមេរិកអត់មានគោលការណ៍បិទវិទ្យុនិងស្ថាប័នទាំងអស់នេះសោះគ្មានច្បាប់ណាមកបិទសម្លេងវិទ្យុដូចយើងនៅស្រុកខ្មែរទេអត់មានទេគឺគេគ្រាន់តែដកលុយលែងគ្រប់ត្រអញ្ចឹងទៅគឺធ្វើឲ្យគាត់លំបាកប៉ុន្តែបើគាត់ទៅរកលុយពីមហាសទ្ធិអុកញ៉ាឬអង្គការមិនរកប្រាក់កម្រៃអ្នករកស៊ីណាដែលគេសបោលុយគេចង់ជួយប្រជាពលរដ្ឋណាដែលគេចង់ជួយគាត់អាចនៅតែបន្តបានទៀតអីចឹងតែគាត់ថាវាមិនពេញសមត្ថភាពដូចរាល់ដងតែគាត់អាចធ្វើជាទ្រង់ទ្រាយតូចឲ្យបានតទៅទៀតគាត់ថាប្រសិទ្ធភាពយ៉ាងណានោះយើងនឹងតាមមើលតទៅទៀតប៉ុន្តែខ្ញុំជឿថាពួកគាត់នឹងតស៊ូតទៅទៀតដូចគ្នាដែរវិទ្យុសម្លេងសហរដ្ឋអាមេរិកក៏តែអញ្ចឹងដូច្នេះសរុបសេចក្តីមកវិញគឺនៅក្នុងជំនួបនេះគឺបងប្អូនប្រជាពលរដ្ឋខ្មែរហើយរួមនឹងអង្គការ Save Cambodia ខ្លួនឯងក៏គិតថាមានសារៈសំខាន់នៅក្នុងការលើកបញ្ហានេះឡើងវិញទៅនិយាយជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលជាអ្នកដែលចាត់ចែងថវិកានឹងសម្បើមដូច្នេះអាចនឹងពួកគាត់មូលមតិគ្នាដើម្បីឲ្យពួកគាត់ធ្វើយ៉ាងម៉េចកុំផ្ដាច់ថវិកាទាំងអស់ឬក៏ដោះស្រាយដោយផ្នែកណាមួយដើម្បីឲ្យប្រតិបត្តិការនេះមានឡើងវិញដោយសារពួកគាត់គិតពីប្រយោជន៍ហើយបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកបង់ពន្ធនៅសហរដ្ឋអាមេរិកសុទ្ធតែមានទឹកមាត់ប្រៃអាចនិយាយជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសឬក៏មន្ត្រីការបរទេសអំពីសមានចិត្តរបស់យើងដែលជាអ្នកបង់ពន្ធដែលចង់ឲ្យសម្លេងសេរីដូចជាវិទ្យុអាស៊ីសេរីជាភាសាខ្មែរអញ្ចឹងឬក៏វិទ្យុ VOA អីហ្នឹងចង់ឲ្យមានដំណើរការឡើងវិញឲ្យពន្យល់ប្រាប់អំពីសារៈសំខាន់តើបងប្អូនបានចំណេញអីខ្លះពីវិទ្យុទាំងអស់នោះដូច្នេះខ្ញុំជឿថាគេនឹងស្ដាប់ហើយវាត្រូវនឹងស្ថានភាពជាក់ស្ដែងនេះផងបាទឥឡូវនេះខ្ញុំសង្ខេបការផ្សាយផ្ទាល់របស់ខ្ញុំត្រឹមប៉ុណ្ណេះចុះបងប្អូនហើយដូចសារជាថ្មីគឺយើងនឹងជួបគ្នាបើខ្ញុំជួបនៅថ្ងៃ26ខែមីនាហ្នឹងគឺជួបតាមរយៈការបកប្រែព្រោះដោយសារខ្ញុំនឹងបកប្រែបណ្ដេញគឺនៅពេលដែលពិធីនឹងរៀបចំនៅថ្ងៃទី26ហើយបងប្អូនចូលរួមចាំមើលដំណើរភ្ជាប់ខ្ញុំក៏នឹងផ្សាយជូនបងប្អូនដែរនៅពេលដែលឃើញដំណើរភ្ជាប់ដែលចែករំលែកដោយអង្គការ Save Cambodia នេះយើងនឹងជួបគ្នាទៀតនៅពេលដែលមានព័ត៌មានថ្មីបន្ថែមទៀតហើយសម្រាប់ពេលនេះខ្ញុំអរគុណបងប្អូនទាំងអស់ដែលបានចូលរួមស្ដាប់ការបកស្រាយរបស់ខ្ញុំតាំងតែពីដើមរហូតដល់ពេលនេះសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលចូលកើតមានដល់បងប្អូនខ្មែរទាំងអស់គ្រប់ទិសទីសូមឲ្យប្រកបរបរទទួលទានមានបាននឹងអាចសងធនាគារបានឆាប់បាទកុំឲ្យពិបាកសូមជម្រាបលា